នៅក្នុងវីដេអូនេះបងប្អូននឹងដឹងអំពីសាច់រឿងចំនួន2សាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិហើយទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករលូចាវដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាឥឡូវនេះយើងចូលសាច់រឿងទី1សិនហើយបងប្អូនដែលមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតទាក់ទងជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរបាទអញ្ចឹងឥឡូវតកតងជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទពេជ្រសម្បត្តិបន្ទាប់ពីមានភារកិច្ចមកពីទឹកដីប្រទេសកូរ៉េឥឡូវនេះមានឈ្មោះប្រកួតទៀតហើយបងប្អូនបាទមានឈ្មោះប្រកួតទៀតហើយនៅទឹកដីខេត្តកំពង់ចាមបាទនៅថ្ងៃទី5ខែ4ឆ្នាំ2026កីឡាករពេជ្រសម្បត្តិនឹងត្រូវប៉ះជាមួយនឹងបាទមិនទាន់ដឹងនរណាទេបងប្អូនបាទដោយសារតែខាង poster ខាងស្ថានីយទូរទស្សន៍ក៏អត់ទាន់បង្ហើបថាពេជ្រសម្បត្តិនឹងត្រូវប៉ះជាមួយនឹងកីឡាកររូបណាដែរតែប៉ះអ្នកណាក៏បានដែរបងប្អូនបាទនិយាយថាប៉ះខ្មែរក៏ក្រើកប៉ះបរទេសក៏ក្រើកដែរសម្រាប់កីឡាករពេជ្រសម្បត្តិនេះបាទអត់ដែលឲ្យ fan អ្នកគ្រប់គ្រងខកបំណងទេបាទសម្រាប់ការប្រកួតរបស់គាត់នីមួយគឺធ្វើអស់ពីចិត្តធ្វើអស់ពីថ្លើមហើយបងប្អូនបាទហើយគេថាកីឡាករដៃគូរបស់ពេជ្រសម្បត្តិបាទល្អប៉ុណ្ណាក៏ដោយមកដេកល្អប៉ុណ្ណាក៏ដោយមកដេកបាទនិយាយទៅកំពុងតែពេញខ្លាំងហើយបាទបងប្អូនសម្រាប់កីឡាករពេជ្រសម្បត្តិហើយក៏កំពុងតែកសោបប្រជាប្រិយភាពនិងលុយច្រើនណាស់ដែរបាទសម្រាប់កីឡាករពេជ្រសម្បត្តិហើយបងប្អូនយល់ថាពេជ្រសម្បត្តិបាទប្រកួតនៅថ្ងៃទី5ខែ4ឆ្នាំ2020នេះបាទ26នេះប៉ះជាមួយនឹងកីឡាកររូបណាបងប្អូនចង់ឲ្យប៉ះខ្មែរឬក៏ចង់ឲ្យប៉ះបាទបរទេសបាទសម្រាប់ខ្ញុំណាបាទប៉ះខ្មែរក៏មិនអីប៉ះបរទេសក៏មិនអីដែរបាទសម្រាប់កីឡាករពេជ្រសម្បត្តិហើយក៏បំណងរបស់គាត់មួយគេរៀបចំហើយគឺប៉ះជាមួយនឹងកីឡាករជាមួយនឹងកីឡាករធុនមេងហុងបងប្អូនបាទតែអត់ទាន់មានការរៀបចំឲ្យប៉ះនៅឡើយទេព្រោះគេរៀបចំហើយចាំតែឆ្ងាញ់ភ្នែកទេបងប្អូនបាទឥឡូវយើងបញ្ចប់សាច់រឿងរបស់កីឡាករពេជ្រសម្បត្តិតែប៉ុណ្ណេះយើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករលូចាវបាទលូចាវកីឡាករចិនបាទគេធ្លាប់មកប្រកួតនៅទឹកដីកម្ពុជាយើងប្រមាណលើកប្រមាណសារហើយដែរហើយអ្វីដែលយើងចាប់អារម្មណ៍នោះគឺការប្រកួតរបស់គេគឺលក្ខណៈ kickboxing លូចាវគេអត់វាយគុណខ្មែរទេបងប្អូនបាទគឺគេជំនាញ kickboxing តែម្ដងបាទអញ្ចឹងទោះបីជាគុណខ្មែរយើងមិនជាសម្បូរប្រភេទកីឡាករ kickboxing ប៉ុន្តែបាទលូចាវមកហើយបងប្អូនបាទខាងកម្មវិធីគេបានកត់ឈ្មោះបាទចុះកងត្រាជាមួយនឹងកីឡាករលូចាវរួចរាល់ហើយនៅចាំតែដៃគូទេបាទដៃគូមែនតើទៅគេគ្រោងទុកហើយបងប្អូនបាទសម្រាប់យើងមិនទាន់ដឹងថាប៉ះជាមួយនឹងអ្នកណាប៉ុន្តែសម្រាប់អ្នករៀបចំកម្មវិធីគេគ្រោងចាប់ហើយបាទមុននឹងគេយកកីឡាករបរទេសមកពេលខ្លះក៏គេគិតកីឡាករខ្មែរយើងដែរថាពេលដែលយកគេមកតើគួរដាក់អ្នកណាឲ្យប៉ះបាទគួរដាក់អ្នកណាឲ្យប៉ះជាមួយនឹងកីឡាករលូចាវជាប្រភេទកីឡាករ kickboxing ហើយសូមបញ្ជាក់ផងដែរថាលូចាវនេះគេធ្លាប់ផ្ដួលកីឡាកររឿងសោភ័ណ្ឌកោយឲ្យបោះបង់ការប្រកួតតែម្ដងបាទគឺលក្ខណៈ kickboxing បាទអញ្ចឹងបងប្អូនបាទឥឡូវគេមកទៀតហើយគួរដាក់អ្នកណាបាទគួរដាក់អ្នកណាឲ្យសងសឹកបាទឲ្យសងសឹកកីឡាករគុណខ្មែររបស់យើងបងប្អូនបាទអញ្ចឹងប្រភេទកីឡាករគុណខ្មែររបស់យើងក្នុងប្រភេទគីឡូ72នេះគឺពិបាកមែនតើបាទអ្នកដែលវាយគុណខ្មែរគឺមិនសូវអីទេបាទវាយគុណខ្មែរ72បានមានធឿនធីរ៉ាបាទមានកីឡាកររឿងសុភ័ណ្ឌមានកីឡាករខំនិករាជបាទកីឡាករឈឿនល្វីឡៅចន្ទ្រាបាទធនរិទ្ធីបាទសិតតែប្រភេទគីឡូវាយគីឡូនឹងបានដែរបងប្អូនបាទអត់ខ្វះទេសម្រាប់កីឡាករវាយគុណខ្មែរប៉ុន្តែបាទកីឡាករវាយលក្ខណៈ kickboxing បច្ចុប្បន្ននេះអ្នកដែលវាយជំនាញដែលមើលទៅយើងអាចថាវាយជាយកជាការបានអាចមានសមត្ថភាពប៉ះជាមួយគេខ្លាំងបានមានមើលមេឃាបាទមានលនបញ្ញាបាទក្រៅតែពីហ្នឹងបងប្អូនបាទគាត់អាចវាយបានប៉ុន្តែឱកាសនៃការឈ្នះគឺប៉ះជាមួយនឹងកីឡាករគេខ្លាំងគឺពិបាកក្នុងការមានឱកាសឈ្នះបាទអញ្ចឹងបងប្អូនអាចលើកយកកីឡាកររូបណាដែលអាចវាយ kickboxing ជាមួយនឹងកីឡាករលូចាវបានបងប្អូនក៏អាចចូលរួម comment ម្នាក់មួយវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា